នៅភាគខាងត្បូងនៃប្រទេសថៃកំពុងតែមានសភាពវឹកវរយ៉ាងខ្លាំងក្លាដោយក្រុមផ្ដាច់ខ្លួនបានដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡាមួយកន្លែងនៅភាគខាងត្បូងនៃប្រទេសថៃនៅតែបន្តរងនឹងការពុះកញ្ជ្រោលដោយការវាយប្រហារដោយហិង្សាពីសំណាក់ក្រុមផ្ដាច់ខ្លួនមានទាំងការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកខណៈចុងក្រោយថ្មីនេះដែលកើតឡើងនៅក្នុងខេត្តប៉ាត្តានីឈានដល់ការដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡាដ៏ធំមួយកន្លែងនិងបង្កភាពវឹកវរយ៉ាងខ្លាំងក្លានៅក្នុងប្រទេសថៃក្នុងការវាយប្រហារចុងក្រោយនេះក្រុមផ្ដាច់ខ្លួនបានដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡារបស់ក្រុមហ៊ុនមួយកន្លែងដែលមានឈ្មោះថា Gankol Solar Power Generation Co Ltd ដែលស្ថិតនៅក្នុងឃុំតាឡូការពុនៃខេត្តយ៉ារីងនៅកាលពេលវេលាម៉ោង 3:45 នាទីទៀបភ្លឺស្ថិតនៅថ្ងៃទី15មិថុនា2026បញ្ជាការដ្ឋានជួរមុខភូមិភាគ4នៃបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុងរបស់ប្រទេសថៃបានបញ្ជាថាការដុតបំផ្លាញនេះបានបង្កឲ្យមានការខូចខាតយ៉ាងខ្លាំងក្លាដល់រោងចក្រដោយក្រុមទាំងនោះមានចេតនាកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខដើម្បីជំរុញឲ្យមានចលាចលនៅក្នុងប្រទេសផងដែរបើទោះបីជាយ៉ាងណាក៏ដោយក្នុងហេតុការណ៍ខាងលើនេះនៅមិនទាន់មានការបញ្ជាចំពោះអ្នកបាត់បង់ជីវិតនិងរងរបួសពីក្រុមសមត្ថកិច្ចនៅឡើយទេដោយក្រុមសមត្ថកិច្ចរបស់ថៃកំពុងតែបើកការស៊ើបអង្កេតនិងតាមប្រមាញ់ជនបង្កទាំងនោះដើម្បីចាប់ខ្លួនយកមកផ្ដន់ទោសទៅតាមច្បាប់របស់ប្រទេសថៃផងដែរ